ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានមកបង្រៀនក៏ដូចជាប្រាប់ពីរបៀបនៃការបង្កើត Gmail ដែលមិនបាច់ប្រើលេខទូរស័ព្ទមកដល់ក្នុង app Gmail ចុចកន្លែង Personal Use ដើម្បីបង្កើត Gmail របស់យើងមកដល់ទីកន្លែងនេះបងប្អូនអាចធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់យើងក៏ដូចជាឈ្មោះនាមតកោរបស់យើងបាទបងប្អូនចង់ដាក់ឈ្មោះបែបនេះក៏បានដែរដែលឈ្មោះរបស់បងប្អូនខ្ញុំដាក់ថាសុផាន់ឡុងបន្ទាប់មកចុចថាពាក្យថា Next កន្លែងនេះយើងធ្វើការបំពេញជាមួយនឹងថ្ងៃឆ្នាំកំណើតរបស់យើងខ្ញុំធ្វើការបំពេញរួមជាមួយនឹង page ផងដែរមានប្រុសមានស្រីឬក៏យើងមិនចង់ដាក់ក៏បានដែរកន្លែងនេះបើយើងមិនចង់ដាក់ទៅចុចកន្លែងទី3ទៅបើយើងចង់ដាក់តាមហ្នឹងទៅខ្ញុំដាក់ page ថា page ប្រុសចុចបន្ទាប់ដល់កន្លែងធ្វើការរើស Gmail ខ្ញុំជ្រើសការរើស Gmail មួយដើម្បីយកទៅប្រើប្រាស់ឬយើងចង់បង្កើតខ្លួនឯងក៏បានដែរយើងចុចកន្លែងទី3ទៅយើងបង្កើតខ្លួនឯងដែលតាម Gmail អ្វីដែលយើងចង់បានកន្លែងនេះយើងធ្វើការសិតឬក៏កំណត់នៅ password ដើម្បីងាយចាំបងប្អូនដាក់បែបណាក៏បានដែរចុចបន្ទាប់ម្ដងកន្លែងនេះបងប្អូនមិនបាច់ដាក់លេខទូរស័ព្ទបងប្អូនអាចធ្វើការ skip បានអញ្ចឹងយើងអាចបង្កើត Gmail មួយដែលមិនចាំបាច់ប្រើលេខទូរស័ព្ទម្ដងកន្លែងនេះបងប្អូនអូនទៅក្រោមចុចមកចុច agree នឹងមកដូច្នេះ Gmail យើងគឺធ្វើការ verify ពេលនេះ Gmail របស់យើងបានបង្កើតដោយជោគជ័យ 100%